bà chế bà thăm nhom bà cả nàng nhom bàn xôm lom on chất lom on cài grab thay bằng cung pre cả na pre con bà cha group pre ong chất tì sạc nhom bà cả nàng nhom bàn xôm group chấm điệp xua bong bóng đằng ác này chất tì group bong bóng nhom chưa tha mà để nhận đi bà hai chị bong bóng bà khơi po miền xem tràn đáy nơ lơ bận đàn sừng cung vẽ pon cho môi nâng nhom bà cả na nhom bàn to tại một đónហើយមកនេះខ្ញុំចង់បញ្ជាក់ជូនបងប្អូនថាខ្ញុំគឺមានសុខសวัสดิភាពធម្មតាទេបាទដោយមួយរយៈមុនហ្នឹងគឺប្រហែលថ្ងៃមុនហ្នឹងគឺបាទបងសមត្ថកិច្ចបានបាទហៅខ្ញុំទៅធ្វើការបំភ្លឺបាទខ្លះតាក់ទងជាមួយនឹងអ្វីដែលខ្ញុំបានលើកឡើងនាពេលកន្លងមកអញ្ចឹងទៅបាទប៉ុន្តែក្រោយពេលដែលបំភ្លឺហើយហ្នឹងគឺអត់មានបញ្ហាអីទេបាទអញ្ចឹងគឺម៉ោងនេះអីហ្នឹងគឺខ្ញុំកំពុងតែនៅផ្ទះរបស់ខ្ញុំបាទសុខសប្បាយធម្មតាទេហើយខ្ញុំអរគុណបងប្អូនខ្លាំងបំផុតបាទខ្ញុំអរគុណបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសខ្ញុំអរគុណបងប្អូនដែលរស់នៅក្រៅប្រទេសដូចគ្នាដែលបងប្អូនបានបារម្ភពីសុខទុក្ខរបស់ខ្ញុំពិតជាមានក្តីរំភើបរីករាយអរសប្បាយខ្លាំងបំផុតដែលបងប្អូនបារម្ភពីសុខទុក្ខរបស់ខ្ញុំបានខ្ញុំអត់មានអីច្រើនទេខ្ញុំមានតែម្រាមដៃ10ជូនពរបងប្អូនទាំងអស់គ្នាឲ្យសុខសប្បាយសុខសុវត្ថិភាពបាទគ្រប់ការធ្វើដំណើរទៅទីចិត្តទីឆ្ងាយជាពិសេសបងប្អូនដែលត្រូវធ្វើដំណើរក្នុងអំឡុងពេលចូលឆ្នាំខ្មែរខាងមុខនេះសូមឲ្យបងប្អូនបាទជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនបងប្អូនធ្វើដំណើរទៅណាមកណាហ្នឹងគឺសុខសុវត្ថិភាពទាំងអស់គ្នាបាទហើយជាពិសេសទៅទៀតនោះក្នុងរដូវកាលចូលឆ្នាំខ្មែរខាងមុខនេះបងប្អូនណាសូមបងប្អូនលៃលកយ៉ាងណាបាទកាត់បន្ថយការពិសាគ្រឿងស្រវឹងព្រោះដូចយើងដឹងស្រាប់ហើយថាគ្រឿងស្រវឹងវាបង្កនៅជំងឺច្រើនប្រភេទណាស់នៅថ្ងៃអនាគតហើយអាហ្នឹងយើងនិយាយពីថ្ងៃអនាគតទេតែក្នុងពេលបច្ចុប្បន្នបើកាលបងប្អូនប្រព្រឹត្តជាប់តែម្ដងហើយបងប្អូនអាចនឹងស្រវឹងបាទខ្លាំងនោះបងប្អូនអាចនឹងបង្កគ្រោះថ្នាក់ចរាចរណ៍ដោយយថាហេតុទៅទៀតអញ្ចឹងចូលបងប្អូនបាទធ្វើជាពលរដ្ឋល្អនៅក្នុងសង្គមទាំងអស់គ្នាដោយយើងទាំងអស់គ្នាគឺថាគោរពច្បាប់ចរាចរណ៍ផងហើយការបើកបរហ្នឹងគឺកុំទទួលទានគ្រឿងស្រវឹងបាទបើទទួលទាននៅក្នុងកម្រិតណាមួយដែលច្បាប់បាទក្រោមច្បាប់ហាមឃាត់នោះមិនជាបញ្ហាទេបាទបងប្អូនអាចទទួលទានបានតែបើកាលណាលើសកម្រិតដែលច្បាប់ហាមឃាត់ហើយបងប្អូននឹងត្រូវបាទផាកពិន័យដោយបងសមត្ថកិច្ចលាក់ចឹងទៅអញ្ចឹងបងប្អូនចូលគិតគូរពីសុខសុវត្ថិភាពបាទសុខភាពរបស់ខ្លួនឯងហើយធ្វើជាពលរដ្ឋល្អធ្វើជាបាទមនុស្សល្អនៅក្នុងសង្គមព្រោះនៅក្នុងសង្គមរបស់យើងត្រូវការបងប្អូនទាំងអស់គ្នាចូលរួមបងប្អូនទាំងអស់គ្នាគឺជាកោសិការបស់សង្គមយើងទាំងអស់គ្នាសិតតែជាផ្នែកដ៏សំខាន់នៅក្នុងការចូលរួមជួយបាទឲ្យប្រទេសជាតិរបស់យើងរីកចម្រើនបាទរុងរឿងដោយប្រទេសជិតខាងក៏ដូចជាប្រទេសបាទនៅឯលោកខាងលិចផងដែរអញ្ចឹងនៅក្នុងវេលាឱកាសនេះខ្ញុំមិនមានអ្វីច្រើនទេហើយខ្ញុំនឹងបន្តធ្វើវីដេអូអប់រំបាទជាមួយនឹងបងប្អូនជាបន្តបន្ទាប់ទៀតគ្រាន់តែម៉ោងនេះខ្ញុំចង់ live បញ្ជាក់ជូនបងប្អូនថាខ្ញុំបាទគឺនៅផ្ទះសប្បាយរបស់ខ្ញុំធម្មតាទេនេះគឺកន្លែងខ្ញុំថតវីដេអូជារៀងរាល់ថ្ងៃបាទហើយខ្ញុំនឹងចេញវីដេអូជាបន្តបន្ទាប់ទៀតបាទដើម្បីជាសារដាស់តឿនក្រើនរំលឹកដូចជាអប់រំបងប្អូនក្មួយយុវជនបាទឲ្យមានស្មារតីភ្ញាក់រលឹកនៅក្នុងការរៀនសូត្របាទខិតខំប្រឹងប្រែងបំពេញការងារបាទការរកស៊ីអីផ្សេងជាដើមព្រោះបងប្អូនក្មួយជាទំពាំងស្នងឫស្សីបើកាលណាបងប្អូនជាធនធានមនុស្សប្រទេសជាតិរបស់យើងគឺបាទពឹងផ្អែកទៅលើបងប្អូនហើយបាទអញ្ចឹងថ្ងៃនេះខ្ញុំមិនមានអ្វីច្រើនទេខ្ញុំអរគុណបងប្អូនណាស់បាទខ្ញុំអរគុណសម្រាប់ក្តីបារម្ភការយកចិត្តទុកដាក់ការសួរនាំផ្សេងខ្ញុំរំភើបចិត្តមិនមានអ្វីអាចមកប្រៀបផ្ទឹមបាននោះទេអញ្ចឹងខ្ញុំមានតែម្រាមដៃ10ខ្ញុំអរគុណបងប្អូនជាពុនពេកអរគុណជាទីបំផុតអរគុណយ៉ាងជ្រាលជ្រៅចំពោះក្តីស្រឡាញ់ដែលបងប្អូនបានផ្ដល់មកឲ្យខ្ញុំបាទនៅពេលដែលបងប្អូនឃើញព័ត៌មានផ្សេងនៅលើបណ្ដាញសង្គមនេះគឺជាទឹកចិត្តដ៏ធំធេងហើយខ្ញុំបាទនៅតែបន្តធ្វើកិច្ចការងារសម្រាប់សង្គមជាតិរបស់យើងជាបន្តបន្ទាប់ទៀតបងប្អូនបាទអញ្ចឹងសម្រាប់វេលាឱកាសនេះខ្ញុំមានត្រឹមតែប៉ុណ្្នេះហើយយើងនឹងជួបគ្នាជាបន្តបន្ទាប់ទៀតនៅក្នុងបាទវីដេអូអប់រំរបស់ខ្ញុំបាទនៅពេលក្រោយទៀតខ្ញុំសូមអរគុណបងប្អូនសូមបងប្អូនសុខសប្បាយសំណាងល្អទាំងអស់គ្នារកទទួលទានមានបានជោគជ័យគ្រប់ការងារភារកិច្ចខ្ញុំអរគុណបងប្អូនសូមអរគុណសូម
គ្រប់ជំរាបលាសូមជំរាបលាសូមអរគុណសូមអរព្រះគុណបាទ